ឡានដឹកកម្មករប៉ះជាមួយឡាន Ford ស្លាប់ម្នាក់របួសជាច្រើនអ្នកសេចក្តីរាយការណ៍បឋមបានដឹងថាមនុស្សម្នាក់បានស្លាប់និងកម្មករកម្មការិនីជាច្រើនអ្នករងរបួសធ្ងន់ស្រាលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកកម្មករប្រភេទរថយន្តក្រុង25កៅអីបើកផ្លូវត្រង់ប៉ះជាមួយរថយន្ត Ford រួចជ្រុលចង្កូតទៅបុកដើមឈើលោកចិតបរិនប្រធានមន្ត្រីការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺបានឲ្យដឹងនៅព្រឹកថ្ងៃពុធទី7ខែឧសភាឆ្នាំ2025នេះថារថយន្តដឹកកម្មករជួបគ្រោះថ្នាក់នៅលើផ្លូវជាតិលេខ44ក្នុងខេត្តកំពង់ស្ពឺបណ្ដាលឲ្យមនុស្សម្នាក់បានស្លាប់និងកម្មកររងគ្រោះជាច្រើនអ្នកមានរបួសធ្ងន់ស្រាលប្រភេទរថយន្តក្រុង55កៅអីមូលហេតុរថយន្តដឹកកម្មករបើកផ្លូវត្រង់ប៉ះជាមួយរថយន្ត Ford រួចជ្រុលចង្កូតទៅបុកដើមឈើបច្ចុប្បន្នសមាជិកនគរបាលបញ្ជូនកម្មករកម្មការិនីរងរបួសទៅសង្គ្រោះនៅមន្ទីរពេទ្យសូមអរគុណសម្រាប់ការទស្សនាចំពោះបងប្អូនថ្មីសូមចុច Subscribe ដើម្បីទទួលបាននូវវីដេអូព័ត៌មានប្រចាំថ្ងៃសូមអរគុណ